បាទជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគិតដូចខ្ញុំទេកាលពីដើមឡើយខ្ញុំគិតថាសៀមប្រកាសជាមិនហ៊ានវាយខ្មែរទេហេតុអីដោយសារតែខ្ញុំប្រៀបធៀបរវាងបញ្ញវន្តរវាងអ្នកចេះដឹងរវាងសៀមនិងខ្មែរខ្ញុំគិតថាសៀមមានបញ្ញវន្តច្រើនមានអ្នកគិតច្រើនហើយក៏មានអ្នកដែលមានធនធានចំណេះដឹងច្រើនជាងកម្ពុជាដែរក៏ប៉ុន្តែបច្ចុប្បន្នគឺយើងមើលឃើញថាសៀមវាយកម្ពុជាគឺជារឿងពិតបាទអឺតាមការស្រាវជ្រាវរបស់ខ្ញុំអានឹងគឺជាបូរេនៃការស្រាវជ្រាវណាខ្ញុំមិននិយាយវាថាជាការស្រាវជ្រាវលម្អិតស៊ីជម្រៅទេតាមទិន្នន័យស្រាវជ្រាវគឺបង្ហាញថាប្រទេសសៀមប្រទេសថៃមានបញ្ញវន្តច្រើនជាងប្រទេសកម្ពុជាហើយក្នុងនោះគឺខ្ញុំផ្ដោតទៅលើបញ្ហាស្រាវជ្រាវទាក់ទងជាមួយនឹងបញ្ញវន្តទស្សនវិជ្ជាគេមានអកិច្ចច្រើនជាងយើងគេមានបញ្ញវន្តច្រើនជាងយើងក៏ប៉ុន្តែចំណុចមួយដែលខ្ញុំឆ្ងល់ហេតុអីបានជាមានបញ្ញវន្តច្រើនហើយនៅតែមានចិត្តមកវាយកម្ពុជាហើយធ្វើសង្គ្រាមជាមួយនឹងកម្ពុជាហេតុអីបាទដោយសារតែយើងដឹងហើយអ្នកទស្សនវិជ្ជាភាគច្រើនគឺមិនផ្ដាល់យោបល់ឲ្យធ្វើសង្គ្រាមទេព្រោះសង្គ្រាមគឺជាការប្រឡាយមនុស្សជាតិសង្គ្រាមគឺជាការបំផ្លាញនៅមនុស្សជាតិអញ្ចឹងខ្ញុំជឿថាបើសិនជាមានបញ្ញវន្តទស្សនវិជ្ជាច្រើនប្រហែលជាមិនផ្ដល់យោបល់ឲ្យធ្វើសង្គ្រាមទេជាប្រទេសមួយដែលគេនិយាយថាប្រទេសគេគឺជាប្រទេសស៊ីវិល័យប្រទេសគេគឺជាប្រទេសអ្នកមានប្រទេសគេគឺជាប្រទេសមួយដែលលយឆាយជាងប្រទេសយើងក៏ប៉ុន្តែខ្ញុំគិតថាការស្ដាប់យោបល់អំពីអ្នកប្រាជ្ញការស្ដាប់យោបល់អំពីធនធានអ្នកមានចំណេះដឹងប្រហែលជានៅមានកម្រិតដែរទេមើលទៅប្រទេសថៃដោយសារអីដោយសារតែមិនគួរតតែសោះសង្គ្រាមដូចខ្ញុំបានបញ្ជាក់ច្រើនដងច្រើនសារថាសង្គ្រាមវាគ្មានអ្វីក្រៅពីបំផ្លាញមនុស្សជាតិទេហើយពួក philosopher ធំគឺគាត់ស្អប់មែនតើទៅជាមួយនឹងសង្គ្រាមបាទមានតិចតួចមិនថាมันមានទេមានប៉ុន្តែមានតិចតួចណាស់ដែលលើកទឹកចិត្តឲ្យធ្វើសង្គ្រាមដើម្បីទទួលបានសន្តិភាពនៅពេលខាងមុខក៏ប៉ុន្តែភាគច្រើនគឺមិនបាទលើកទឹកចិត្តឲ្យធ្វើសង្គ្រាមទេបាទអញ្ចឹងកន្លែងនេះខ្ញុំនៅតែមានការមិនយល់បាទបងប្អូនយល់យ៉ាងណាដែរបាទបើសិនជាមានបញ្ញវន្តច្រើនមានអ្នកចេះដឹងច្រើនហេតុអីបានសង្គ្រាមកើតឡើងបាទហើយកើតឡើងហ្នឹងគឺជាទង្វើដែលអសិលធម៌ទៅទៀតបាទយើងនិយាយពីគោលការណ៍សិលធម៌គឺអសិលធម៌ហើយបាទអ្វីទៅលើប្រជាជនស្លូតត្រង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជាប្រាសាទអីហ្នឹងគឺជារឿងមួយដែលអសិលធម៌មែនតើបាទអញ្ចឹងបើសិនជាអ្នកគិតគេច្រើនហេតុអីបានជាសង្គ្រាមកើតឡើងបើសិនបើគេមានទីប្រឹក្សាច្រើនហេតុអីបានសង្គ្រាមកើតឡើងហេតុអីមនុស្សជាតិពិបាកមិនតែប្រទេសខ្មែរទេណាបងប្អូនថៃក៏ពិបាកដែរមិនតែខ្មែរទេមានការបង្ហោះមួយចំនួនគឺបាននិយាយអំពីទុកលំបាកវេទនារបស់ថៃបាទដូចគ្នាមកនៅតាមព្រំដែនគាត់មានការហត់នឿយគាត់មានការធុញថប់ជាមួយនឹងសង្គ្រាមម្ដងរត់ម្ដងនេះគាត់នៅថាប្រទេសគេធូធាយ៉ាងយើងគេរាំងងាយស្រួលយើងបន្តិចហើយគេមានកម្រោងក្នុងការវាយយើងអញ្ចឹងគេមានកម្រោងមុនយើងបន្តិចតែប៉ុណ្្នឹងបងប្អូនអញ្ចឹងបងប្អូនជួយឆ្លើយទាំងអស់គ្នាមើលថាតើយ៉ាងណាដែរបញ្ហានេះខ្ញុំមិនយល់នៅតែមិនយល់ព្រោះតើបងខ្ញុំព្យាករថាបញ្ហាមិនមានសង្គ្រាមទេព្រោះគេមានបញ្ញវន្តច្រើនគេមានអ្នកគិតច្រើនណាធ្វើសង្គ្រាមវាខាតទាំងសងខាងហើយបាទសូមអរគុណសូមគោរពលាបាទ